ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបញ្យល់អឺលំហាត់ដែលលោកគ្រូដាក់ឲ្យធ្វើបានលោកគ្រូគាត់តម្លាក់data ឲ្យរអឺរ TA the purpose ដែលមានខណ្ឌចំនួន5ដែលលោកគ្រូឲ្យគណនាតែ data ទាំងអស់ហ្នឹងគឺយកមកពីចែកការនៅឆ្នាំ2019ហើយនេះគឺជា production employment and students អានេះ data ដែលយើងយកមកពី PDF ផងលោកគ្រូសម្រាប់ចូលដល់ home យើងដឹងហើយយើងត្រូវរកproduction នៃដូនពេញនៅ home ដោយយើងត្រូវប្រើរូបមន្តsub production ហ្នឹងមានន័យថាយើងត្រូវយកproduction ខណ្ឌដូនពេញ employment and student ហ្នឹងគឺបូកបញ្ចូលគ្នាហើយយើងគុណនឹងតម្លៃថេរpopulation ហើយ employment student អានេះយើងគុណចូលគ្នានឹងតម្លៃថេរហើយបូកជាមួយនឹង constant តែតម្លៃវាថេរដែរតែពីរូបមន្តវាក្រុមហ្នឹងគឺធ្វើដូចគ្នាដែរទាំងអស់ហ្នឹងដោយ attraction គឺយើងរកខណ្ឌដូនពេញយើងត្រូវមើលកន្លែងលើនៅខណ្ឌដូនពេញ attraction យើងត្រូវsub product យើងគុណអាដូនពេញនឹងចូលគ្នាគុណនៅ attraction នៅផ្នែកខាងនេះដូចគ្នាដែរតែតម្លៃនេះលោកគ្រូគាត់ឲ្យយើងគុណវាមកហើយនឹងបូកតម្លៃថេរ constant វាហើយបាទ attraction ហ្នឹងគឺយើងយកវាបានមកពីattraction ដែលយើងរកបានហ្នឹងចែកចំនួន1.009ដែល 1.009 ហ្នឹងគឺយើងយកអា production ចែកមួយattraction តែវាឃើញ 1.009 ហើយយើងយកអា 1.09 ហ្នឹងគឺយកមកគុណតែយក attraction នេះមកគុណជាមួយ 0.9 ហ្នឹងឃើញតម្លៃវាមករហូតនឹងមកកំយើងធ្វើដូចគ្នាដែរយើងធ្វើតរហូតចឹងមកសម្រាប់ដល់អានេះ homework យើងធ្វើតដូចគ្នាហើយសម្រាប់home purpose ហ្នឹងគឺដែលខ្ញុំយក time travel វាហ្នឹងដែលtime travel between TAZ ហ្នឹងខ្ញុំយកប្រើដោយ Google Map ដែលពីដូនពេញទៅដូនពេញហ្នឹងគឺយក15នាទីដោយដូនពេញទៅ7មករា9នាទីដូនពេញទៅទួលកក15នាទីដូនពេញទៅចំការមន់16នាទីដូនពេញទៅបឹងកេងកង13នាទីតែអាហ្នឹងកន្លែងគឺយើងយកមកពី Google Map សម្រាប់មួយនេះវិញគឺយើងត្រូវរកវាមួយដោយយើងត្រូវយកមួយចែកឲ្យចំនួននៃ travel time នេះយកមួយចែកឲ្យ travel time ណាមួយហ្នឹងស្វ័យគុណ 1.51 ស្វ័យគុណ 1.51 ឧទាហរណ៍1ចែកឲ្យ5ស្វ័យគុណ 1.2 ហើយចឹងយើងធ្វើតមក
តែវាឃើញតម្លៃវាទាំងអស់នេះហើយបន្ទាប់មកយើងត្រូវរក interaction វាមួយអានេះតម្លៃមកពីខាងលើដែរអឺដំបងជាដំបងជាដំបងយើងត្រូវយើងត្រូវយើងត្រូវដាក់តម្លៃ attraction មកជួយមក attraction វានេះគឺ Abel attraction នឹងហើយអា production គឺអា production នេះមកហើយដោយយើងរកអាដូនពេញទៅដូនពេញហ្នឹងគឺយើងត្រូវប្រើរូបមន្តដោយយកproduction ដែលយើងយកវាជាតម្លៃថេរដែលវាតម្លៃថេរមានន័យថាដើម្បីឲ្យយើងអូសមកជួរនេះវាកណនីឲ្យអូតូមកតែយើងយកអា production នៅលើនេះយើងយកជាតម្លៃថេរអឺគុណឲ្យ attraction ដូនពេញគុណឲ្យខាន់ដូនពេញដែរកន្លែងថាវត្រាមដែលយើងចែកជាមួយនឹងអឺខាន់តែ6ហើយវាស្វ័យគុណ 1.6 ហើយយើងនេះមកចែកជាមួយនឹង sub product ហើយយើងត្រូវបូក attraction ទាំងអស់ហ្នឹងចូលគ្នាជាតម្លៃថេរនៃសញ្ញានេះជាតម្លៃថេរហើយវាបូកអាដូនពេញនៅអត្រាបកឋានហ្នឹងអឺគុណចូលគ្នាមួយគុណចូលគ្នាទាំងអស់បូកចូលគ្នាទាំងអស់ហើយថាមកហើយយ៉ាងហ្នឹងជាចម្លើយដែលយើងទទួលបានអឺដូនពេញទៅដូនពេញ10.6108យើងបន្តមកហើយចំណុចបន្ទាប់ទៀតគឺអា SAM-A នេះ SAM-A នេះគឺយើងយកចំនួនខណ្ឌដូនពេញproduction វាហ្នឹងបូកចូលគ្នាវាគឺ19 24 33ហើយយើងបូកតគ្នាមកវាឃើញ SAM-A ហ្នឹងហើយចូល production ចូលអា SAM-P វិញ SAM-P ហ្នឹងគឺយើងត្រូវយកដូនពេញ production បូកមួយខណ្ឌមករាទូកកចំការមនបង្រៀនកយកបូកមកជួរនេះមកវាឃើញតម្លៃវាប៉ុណ្នេះហើយមួយទៀតអឺ con ចាំតែដោយអាខណ្ឌដែលយើងរកCOF ហ្នឹងអឺដែលយើងយក attraction ចែកមួយ SAM-A យក18.27/9ហ្នឹងគឺចែកជាមួយនឹង19.23តែវាឃើញតម្លៃប៉ុណ្ណេះយើងអស់វាមកវាចែកឲ្យអូតូហើយសម្រាប់នៅខាងនេះវិញផលproduction វិញយើងធ្វើដូចគ្នាយើងយក production ចែកជាមួយ SMP ចែកតគ្នាមកឃើញតម្លៃប៉ុណ្នេះដោយអាហ្នឹង interaction អាហ្នឹងគឺជា interaction ទី1ហើយសម្រាប់ interaction ទី2ហ្នឹងគឺយើងត្រូវផ្ទៀងវាយើងត្រូវយកតម្លៃវាពីធំឬស្មើទូចឬស្មើ 1.05 ឬអានេះធំឬស្មើ
0.95 ដោយតម្លៃinteraction tool នេះពីរនេះវាយើងត្រូវយកដូនពេញហ្នឹងយកមកគុណជាមួយនឹង CRLF interaction 1ហ្នឹងដែលយើងគុណតគ្នាមកគុណរហូតហើយក៏យើងយកអានេះគុណមួយ CLF មករាគឺគុណមួយ CLF គុណតអានេះវាជាកត្តារួមវាហើយយើងរកចឹងអស់ហើយយើងរកវាទៀតមករកតគ្នារហូតដល់អស់ attraction នេះគឺវាតម្លៃវាដូចទៅលើដែរទេប៉ុន្តែដល់អាសាំនេះគឺយើងត្រូវយកយើងគុណពីខាងលើមកហ្នឹងយកមកបូកតគ្នាបូកតគ្នាមកវាឃើញតម្លៃប៉ុណ្ណឹងតែវាស្មើជាមួយនឹង attraction ឃើញស្មើមួយ attraction ហើយយកអាពីរហ្នឹងយក attraction ហ្នឹងចែកមកអា SAM A ហ្នឹងវាឃើញមួយទាំងអស់ហើយបើចំណែកខាងនេះវិញគឺដូចគ្នាយើងបូកតគ្នាមកឃើញប៉ុណ្ណឹងហើយយើងយកអា production នេះ production ហ្នឹងចែកមួយ SAM វាមកវាឃើញ CORF ហ្នឹងមកហើយយ៉ាហើយសម្រាប់work purpose ហ្នឹងដូចគ្នា time travel time វាហ្នឹងគឺដូចគ្នាយើងយកតែមួយនេះហើយអានេះគឺជា data របស់ verb ដែលយើងរកដូចគ្នាមកហើយយើងយកគ្នាមកដូចអា verb ហ្នឹងគឺយើងយក production តែយើងយកតម្លៃតែ production ជួដែកហ្នឹងទេហើយគុណជាមួយនឹង attraction នឹងយក attraction ដែលយើងប្រើគុណជាមួយនឹង attraction គុណជាមួយឲ្យខាងដូនពេញtime travel ខាងដូនពេញហ្នឹងចែកជាមួយsub productហ្នឹងមានន័យថាយើងត្រូវបូកវាតគ្នារហូតហើយយកមកគុណជាមួយឥឡូវបិទវងកញ្ចក់ហើយយើង enter វាមកយ៉ាងនេះជាតម្លៃដែលយើងទទួលបានហើយ P យើងបូកវានឹងតម្លៃយើងមកទេហើយអានេះយើងបូកជួរនេះមកចេញមកវាបូកតគ្នារហូតហើយសម្រាប់នេះដូចគ្នាយើងបូកពីលើមកបូកមកវាឃើញហើយយើងយក attraction ហ្នឹងចែកមួយ SAM A ហ្នឹងចែកមកវាឃើញតម្លៃវាប៉ុណ្ណឹងហើយដូចគ្នា COF មួយហ្នឹងយើងយក production ហ្នឹងចែកមួយ SAM P មកអានេះក៏ដល់លើដែរយើងត្រូវយកដូនពេញហ្នឹងយកមកគុណជាមួយអានេះគុណរហូតមកដល់តំនេះហើយឃើញតម្លៃវាដូចគ្នាវាដូចគ្នាជាយកចែកមកវាឃើញមួយហើយអា product ឯនេះដូចគ្នាសាំប៉ែនដូចគ្នាយើងយកអានេះបូកចូលគ្នាមកតម្លៃវាប៉ុណ្ណេះហើយយើងចាញ់មកវាឃើញមួយឃើញអញ្ចឹងមកយ៉ាងតម្លៃអានេះ interaction ទី2ហើយសម្រាប់interaction ដល់ school purpose ចាំ travel time វាដូចគ្នា data វាខុសគ្នាហើយអញ្ចឹងយើងប្រើដូចគ្នាដែលយើងយក production គុណមួយ attraction គុណឲ្យដូនពេញចែកចំនួន attraction បូកចូលគ្នាទាំងអស់គុណឲ្យអត្រា time ដូនពេញហ្នឹងគុណបូកចូលគ្នាទាំងអស់ហើយយើងទទួលបាននេះជារូបមន្តដែលយើងកណនាហើយយើងធ្វើតមករហូតចឹងមកដោយសាំអីហ្នឹងយើងបូក
ចូលគ្នានេះដែលយកអារ៉ូនពេញហ្នឹងបូកមកដកបឹងកេងកងហ្នឹងមកសាំវាមកគឺវាជាតម្លៃសរុបវាមកហើយរ៉ូនពេញហ្នឹងហើយអា COF ហ្នឹងដូចនិយាយខាងលើអញ្ចឹងគឺយកមកចែកគ្នាមកចែកមកវាឃើញតម្លៃវាប៉ុណ្ណឹងហើយអា32ហ្នឹងក៏ដូចគ្នាយើងយកទាំងអស់នេះបូកមកវាឃើញប៉ុណ្ណឹងយើងមកចែកមកមួយយ៉ាអានេះដូចគ្នាពេញយកទីនេះយកមកយករនពេញចែកគុណមួយនេះមកគុណតរហូតមកដល់តំបឹងកេងកងនេះយ៉ាវាឃើញតម្លៃ attraction ហើយ 3A ហ្នឹងវាស្មើគ្នាយើងចែកមកវាឃើញមួយហើយខាងនេះដូចគ្នាបូកចូលគ្នាមកវាឃើញតម្លៃប៉ុណ្ណឹងហើយសម្រាប់ដល់ order purpose ហ្នឹងគឺធ្វើដូចតែខាងលើដែរទេដែលយើងយក travel time វាមកដូចគ្នាហើយយើងយកញ៉ឹងធ្វើដូចតែលើគ្រាន់តែថាវាខុសគ្នាយើងត្រូវយកអា productionដូនពេញគុណជាមួយ attraction តែ production ហ្នឹងមានន័យយកតម្លៃថេអឺហើយអានេះគឺ attraction អានេះយកតម្លៃថេដោយសារអីដោយសារពេលយើងកណនីក្នុងរូបមន្តហ្នឹងយើងទាញយើងចេះទៅមានន័យថាវា attraction វាហ្នឹងពេលយើងអស់លើទៅអានេះវាគុណនេះតគ្នាតែបើអា production ហ្នឹងវានៅតែជួរលើទេអញ្ចឹងមានន័យថាអាហ្នឹងជាកត្តារួមនៃអានេះអញ្ចឹងយើងយកអាហ្នឹងថ្លៃមួយហើយរូបមន្តយើងហ្នឹងគឺយក production គុណមួយ attraction គុណជាមួយឯដូនពេញចែកជាមួយ sub production ហ្នឹងគឺយើងយកអា attraction ហ្នឹងបូកចូលគ្នាទាំងអស់គុណជាមួយឯដូនពេញអា travel time ហ្នឹងគឺវាដូនពេញហ្នឹងស្មើប៉ុណ្ណឹងគុណមកវាឃើញប៉ុណ្ណឹងដែរយ៉ាហើយអា 3A ហ្នឹងគឺថាលើបូកតគ្នាមកឃើញប៉ុណ្ណឹងឃើញវាជួរហ្នឹងតែ COF ហ្នឹង style យើងនេះចែកមកចែកឃើញតម្លៃប៉ុណ្ណឹងហើយ COF នឹងតម្លៃនេះក៏បានហើយឥឡូវក៏ដូចគ្នាយើងយក25ហ្នឹងយើងឃើញយើងបានមកពី27យកមកចែកជាមួយនឹង0.67នេះអញ្ចឹងតម្លៃវាឃើញទៅតាមនឹងយើងចែកមកដូចគ្នាមកគុណគុណ sorry គុណយើងយកតម្លៃវាគុណតគ្នាមកតែយើងយកពេញគុណជាមួយនេះឃើញតម្លៃនេះគុណមកវាឃើញ1ហើយយើងយកនឹងបូកចូលគ្នាមកគឺ38ចែកមកវាឃើញតម្លៃប៉ុណ្ណឹងនេះដែលយើងយកអាជួរដូនពេញនេះជួរហ្នឹងវាបូកទាំងអស់វាស្មើប៉ុណ្ណឹងហើយយក production ហ្នឹងគឺចែកហើយឃើញអា confection វាហ្នឹងគឺឃើញប៉ុណ្ណឹងតែអាហ្នឹងគឺជា interaction ធំដែលយើងធ្វើជាចុងបញ្ចប់គឺអរគុណសម្រាប់ការវត្តមានការមើលខ្ញុំបញ្យល់វាមិនក្បោះក្បាយទេសូមអភ័យទោសផងជំរាបលាគ្រូ